ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះសហគមន៍ទេសចរភ្នំទឹកធំបងប្អូនណាថ្ងៃនេះគឺខ្ញុំបានអុំទូកខ្លួនឯងនិយាយខ្លួនឯងផ្សាយខ្លួនឯងបងប្អូនណាសង្ឃឹមថាអាដាមលោកជំទាវបងប្អូនយើងតាមបណ្ដារាជធានីខេត្តកុំភ្លេចតំបន់ទេសចរសហគមន៍ភ្នំទឹកធំទឹកដីតួដែនកម្ពុជាវៀតណាមស្រុកពុនត្រៃខេត្តកំពតបងប្អូនណាហើយសង្ឃឹមថាបងប្អូនជួបសពសាជួបសៀជាពិសេសផុសនៅក្នុង page Momo Short Film បងប្អូនណាសង្ឃឹមថាអាដាមលោកជំទាវលោកស្រីបងប្អូនយើងអញ្ជើញចូលរួមមកបានច្រើនការទស្សនាជាពិសេសឱកាសចូលឆ្នាំចិនខាងមុខនេះបងប្អូនណាមកលើច្រើនមកបងប្អូនដើម្បីបងប្អូនប្រជាពលរដ្ឋយើងជាពិសេសបងប្អូនអ្នកលក់ដូរអាជីវករយើងនៅទីនេះបងប្អូនណាហើយយើងអាចជិះទូកលេងបងប្អូនណាយើងអាចជិះទូកលេងហើយក៏សូមជម្រាបជូនអាដាមលោកជំទាវលោកស្រីបងប្អូនយើងថាការជិះទូកនេះមិនកំណត់តម្លៃទេបងប្អូនតាមសទ្ធាចំណោទឡានក៏តាមសទ្ធាតំបន់ទេសចរដែលចាយលុយតិចបងប្អូនមកតំបន់ទេសចរសហគមន៍ភ្នំទឹកធំពិតជាមិនខកបំណងទេបងប្អូនណាហើយនេះគឺជាការអុំទូកជោគក្នុងលអាងភ្នំម្យ៉ាងចង់ធ្លាក់អញ្ចឹងជម្រាបជូនអស់លោកបងប្អូននឹងថាការអុំទូកជោគក្នុងលអាងគឺបងប្អូនជិះត្រជាក់ស្រេបទឹកថ្លាដូចកញ្ចក់អញ្ចឹងបងឃើញទេទឹកថ្លាដូចកញ្ចក់អញ្ចឹងហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាអញ្ជើញចូលរួមឲ្យបានច្រើនកកការមកទស្សនានៅតំបន់ទេសចរព្រំដែនទឹកដីតួដែនកម្ពុជាវៀតណាមស្រុកពុនត្រៃខេត្តកំពតហើយជិះទូកលេងឡាងភ្នំនៅប្រទេសកម្ពុជាមានច្រើនក៏ប៉ុន្តែឡាអាងភ្នំដែលអាចជិះទូកលេងបានគឺមានតែមួយគត់នៅប្រទេសកម្ពុជាគឺឡាអាងភ្នំទេសចរភ្នំទឹកធំនឹងឯងសហគមន៍ទេសចរភ្នំទឹកធំបងប្អូនណាហើយទឹកថ្លាដូចកញ្ចក់អញ្ចឹងបងឃើញទេទឹកថ្លាដូចកញ្ចក់អញ្ចឹងហើយបងប្អូនចូលរួម follow page Momo Short Film ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីសកម្មភាពផ្សេងជាពិសេសកុំភ្លេចបងប្អូនណាអញ្ជើញមកទស្សនាតំបន់ទេសចរសហគមន៍ភ្នំទឹកធំលេងទាំងអស់គ្នាអរគុណច្រើនបងប្អូនទាំងគ្នាជូនពរបងប្អូនទាំងគ្នាជាពិសេសកុំភ្លេច share វីដេអូម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបងប្អូនណា